អញ្ចឹងក្នុងវីដេអូនេះខ្ញុំមកបង្ហាញពីមុខងារ Cashier Closing Balance ដែលមុខងារនេះគឺប្រើសម្រាប់ធ្វើការ check មើលទិន្នន័យការបិទបញ្ជីពី Cashier ដែល Cashier ម្នាក់គឺយើងអាចធ្វើការ check នៅក្នុងនឹងបានហើយយើងអាចផ្ទៀងផ្ទាត់ទៅលើរបាយការណ៍សាច់ប្រាក់ដែល Cashier បានទទួលមុនពេលយើង approve ទៅលើការបិទបញ្ជីហើយមុខងារនេះភាគច្រើនគឺប្រើសម្រាប់ខាងផ្នែកគណនេយ្យទេដែលគាត់ត្រូវការយកបញ្ជីហ្នឹងមកផ្ទៀងផ្ទាត់មើលទៅលើទឹកលុយជាក់ស្ដែងនិងกระดาษបញ្ជីខ្លីៗដែលគាត់បានបិទនៅក្នុងទូនីមួយៗរៀងរាល់ល្ងាចអញ្ចឹងកន្លែងនេះខ្ញុំសូមធ្វើការបង្ហាញអូខេអញ្ចឹងដើម្បីចូលទៅកាន់ Cashier Closing Balance បានយើងចូលទៅកាន់មុខងារ Point of Sale ហើយយើងចូលមករកមុខងារនឹងថា Cashier Closing Balance នេះមកនៅក្នុងនោះយើងនឹងឃើញតារាងដែលមានការបិទបញ្ជីជាច្រើននៅតាមទីតាំងមួយៗបើសិនបើក្រុមហ៊ុនយើងមានច្រើនហើយមានការបិទបញ្ជីដែលមាននៅសល់អញ្ចឹងនៅក្នុងអ្វីដែលយើងអាចមើលបានគឺយើងមើលតាមជួរមួយគឺមានលេខ transaction cashier name transaction date ជាមួយនឹង expect ជាមួយនឹង count expect និង count នេះគឺជាតម្លៃនៃការលក់ expect គឺតម្លៃនៃការលក់ដែលយើងបានលក់ហើយ count នេះគឺជាតម្លៃដែលយើងបានរាប់ចូលហើយ variance នេះគឺជាភាពលំអៀងដែលយើងបានបន្ទាប់ពីរាប់ហើយ compare ជាមួយនឹង expect ហើយ grand total នេះគឺជាទឹកប្រាក់លក់សរុបគ្រប់payment method ទាំងអស់ចំពោះ status គឺយើងអាច check មើលបានទៅលើ status ដែល open គឺយើងអត់អាចធ្វើការ check មើលទៅលើការបិទបញ្ជីបានទេមានន័យថាក៏អត់ទាន់បានបិទបញ្ជីទេអញ្ចឹងសម្រាប់អ្វីដែលខាង account ក៏ផ្ទៀងផ្ទាត់គឺអ្វីដែលបាន close ហើយកន្លែងនេះអញ្ចឹងបើសិនបើយើង close មានន័យថាយើងបានបិទបញ្ជីរួចរាល់អញ្ចឹងខ្ញុំឧទាហរណ៍ទៅលើ transaction មួយនេះដែលយើងបានបិទបញ្ជីរួចរាល់ហើយយើងអត់ទាន់មានការ approve ទេអញ្ចឹងយើងអាចចូលទៅមើលបានសម្រាប់ការបិទបញ្ជីមួយហ្នឹងសម្រាប់ការ check មើលដែរគឺយើងអាច edit បានបើសិនបើខាង cashier គាត់តបានទៅលើលក្ខខណ្ឌថាការបិទបញ្ជីហ្នឹងគាត់ភ្លេចបញ្ចូលអីឬក៏គាត់បានបញ្ចូលអីអញ្ចឹងយើងអាច edit ចំនួនគាត់បានទី1ទី2គឺយើងអាច approve បើសិនបើការបិទបញ្ជីហ្នឹងត្រូវបានត្រឹមត្រូវតាមអ្វីដែលមានលក្ខខណ្ឌបាត់ឬក៏លើកជាក់ស្ដែងទី3បើសិនបើការ approve រួចរាល់ហើយយើងអាច reverse បានមកវិញក្នុងលក្ខខណ្ឌដែលថាវាអត់ទាន់បានផ្ទៀងផ្ទាត់លំអិតចុងក្រោយកន្លែងហ្នឹងអញ្ចឹងចំពោះការ print វិញគឺយើងអាច print preview បានទៅលើទម្រង់ដែលយើងបាត់បិទបញ្ជីហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ថាយើងអាច preview បានយើងចុចប៊ូតុង print មកវានឹងឃើញกระดาษខ្លីៗដែលគាត់បាក់បិទបញ្ជីជាប្រចាំហ្នឹងហើយគាត់មានការរាប់បញ្ចូលសាច់ប្រាក់គេខ្លះគឺមើលនៅនឹងជាមួយ transaction ណាខ្លះក៏មើលនៅនឹងដូចគ្នាដែរអញ្ចឹងកន្លែងនេះគឺយើងអាចផ្ទៀងផ្ទាត់បានជាមួយនឹងกระดาษដែលគាត់បានបិទបញ្ជីមកយើងឬក៏គោលបញ្ជីដែលគាត់បានផ្ទៀងផ្ទាត់បូកជាមួយនឹងសាច់ប្រាក់នៅខាងក្រៅហ្នឹងចាំមួយទៀតបើសិនបើយើងមានការចូលទៅ edit យើងអាច edit បាននៅក្នុងនេះដោយសារតែយើងជាសិទ្ធិរបស់ admin ឬក៏សិទ្ធិដែលអ្នកអាច approve មុនការដែលខ្លងហ្នឹងអញ្ចឹងកន្លែងនេះគឺយើងអាច edit បានបើសិនបើគាត់តម្រូវឲ្យយើងជួយបំពេញជាមួយនឹង cash count ដល់ឲ្យគាត់ករណីដែលគាត់បញ្ញាប់ទៅផ្ទះគាត់អត់បានបិទជាមួយនឹង cash count យើងអាចបំពេញបន្ថែមបាននៅខាងក្នុងហ្នឹងជាមួយនឹងលក្ខខណ្ឌផ្សេងៗទៀតយើងអាច view បាននៅខាងក្រោមនេះថាតើមានប្រមាណអីប្រមាណគឺយើងអាច view ខាងក្នុងហ្នឹងទៀងទាត់បានហើយរក្សាទុកមកវិញបានក្នុងករណីបន្ថែមមកទៀតបើសិនបើយើងធ្វើការ approve យើងអាចចុចទៅលើប៊ូតុង approve ហើយកន្លែង approve នេះហើយដែលមានលក្ខខណ្ឌមួយដែលយើងអាចរុញ variant ដែលកំពុងតែឃើញហ្នឹងទៅផ្នែកណាមួយដែលខ្ញុំបានបញ្ជាក់ទៅលើការបង្កើត variant type ដែរអញ្ចឹងកន្លែងនេះបើសិនបើយើងអត់មានការ select ទៅលើ type ផ្សេងទេគឺតម្លៃដែលវាកំពុងតែខុសនេះគឺវានឹងរុញទៅចូលgain on loss automatic តែម្ដងប៉ុន្តែបើសិនជាយើងបាន select ទៅលើប្រភេទផ្សេងខ្ញុំឧទាហរណ៍ថាទឹកប្រាក់មួយនេះវាខុសលំអៀងដោយសារតែយើង select ខុសមានន័យថាទឹកប្រាក់ហ្នឹងអត់ចូល cash ទេប៉ុន្តែយើង select ចំចូល cash អញ្ចឹងយើងរុញចូលទៅ ABA មកវិញហើយ select លុបទៅលើ variant type ដែលយើងបាន automatic នេះចោលយើង select យក ABA មកវិញហើយរុញ variant type ហ្នឹងចូល ABA តែម្ដងអូខេអញ្ចឹងបន្ទាប់ពីយើងរុញចូលហើយមានន័យថាទឹកប្រាក់ដែលលំអៀងនេះវាលែងចូលជាមួយនឹងភាពខុសគ្នាកន្លែងនេះហើយអញ្ចឹងបានន័យថាយើងកត់ត្រាទឹកប្រាក់មួយនេះរុញចូលទៅខាងក្នុងគណនី ABA វិញអញ្ចឹងមានថាយើងការ approve របស់យើងចាប់សពក្រុមហើយធ្វើការ complete បានអញ្ចឹងទឹកប្រាក់មួយនេះមានន័យថាយើងខុសទៅលើលក្ខខណ្ឌយើងច្រឡំទៅលើការទទួល cash ហើយយើងរុញចូលទៅ ABA បន្ទាប់ពី approve ហើយគឺមានន័យថា transaction ដែលបានធ្វើការ approve ហ្នឹងគឺនឹងឡើងមានការ edit បានទៀតហើយអញ្ចឹងលក្ខខណ្ឌនេះខ្ញុំច្រឡំទៅលើតម្លៃបន្តិចយើងត្រូវការបោក
OK ចឹងខ្ញុំសូមចុច approve ដល់ទៀតចឹងនៅពេលដែលយើងធ្វើការបំពេញចាប់សគ្រប់យើងអាច approve បានហើយវានឹងបដូរ status ពី close ធម្មតានេះមក approve មានន័យថាការបិទរបស់បញ្ជីមួយនេះគឺចាប់សគ្រប់ដោយ verify ពីខាងគណនេយ្យរួចរាល់ប៉ុន្តែបើសិនជា close បែបនេះមានន័យថា close ត្រឹមតែខាង cashier ទេអត់ទាន់មានការ verify ដើម្បី approve ផ្ទៀងផ្ទាត់ទឹកប្រាក់ណាមួយជាមួយនឹងខាង account ទេចឹងកន្លែងនេះខ្ញុំសូមធ្វើការបង្ហាញប៉ុណ្ណឹង